ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំធ្វើតាក់ទងជាមួយនឹងbasic comment មួយចំនួន comment ដែលយើងទៅសេមុនគេគឺ comment PWD ដើម្បី show directory របស់យើងតមកទៀតគឺខ្ញុំចង់មើលទៅកាន់list file ចឹងខ្ញុំដាក់ជាក់ស្ដែងចឹងក្នុងនឹងមាន desktop អីចឹងខ្ញុំចង់ចូលទៅកាន់ desktop ខ្ញុំដាក់CD desktop ដល់មកទៀតដល់កន្លែងនេះគឺខ្ញុំចង់ធ្វើការ create នៅ file អញ្ចឹង comment របស់យើងគឺ touch អញ្ចឹងយើងបង្កើត file មួយឈ្មោះក្រុមរបស់យើងASU30 ដល់មកទៀតកន្លែងនេះគឺយើងចង់ទៅសេដូចជាពីអីមួយចំនួនទៅក្នុង file ហ្នឹងអញ្ចឹងយើងអាចប្រើ comment echo បានទៅសេរបៀបអញ្ចឹង echo ហើយយើងសេពីអីយើងចង់សេនៅក្នុងហ្នឹងហើយចាំយើងដាក់ទៅ file មួយណាដែលយើងចង់ឲ្យវានៅក្នុងហ្នឹងអញ្ចឹងយើងដាក់ ASU30 មកចឹងសាបើកចុចមើល file ហ្នឹងយើងឃើញពី hello តែបើសិនជាយើងអត់ចង់ចុចមើល file របៀបអញ្ចឹងទេយើងអាច comment មើលហ្មងអញ្ចឹងយើង save cat មកហើយដាក់ ASU30 តើយើងឃើញពី hello តមកទៀតយើងចង់ធ្វើការ remove នៅ text file អញ្ចឹងយើងប្រើ comment rm ហើយយើងដាក់ file ឈ្មោះ file យើងសូយ៉ាមួយមកដោយសារតែវាជា file text អញ្ចឹង enter មកវាលុបហើយបន្ទាប់គឺធ្វើការ create នៅ folder អញ្ចឹង comment ខ្ញុំប្រើ comment mkdir អញ្ចឹងខ្ញុំបង្កើត folder មួយឈ្មោះ soya ដដែលប៉ុន្តែលើកដាក់អក្សរ a ពីរដងអញ្ចឹងយើងឃើញថា folder យើងលោតចេញមកហើយចូលដល់ comment rmdir អញ្ចឹង comment ហ្នឹងយើងត្រូវធ្វើសម្រាប់ remove folder និង text file អញ្ចឹងយើងចង់ remove folder ឈ្មោះ soya អញ្ចឹងយើងទៅសេ comment តាមហ្នឹងមកហើយយើងដាក់ឈ្មោះ folder យើងហើយ enter មកវា delete ហើយបន្ទាប់ទៀតគឺ comment rm.or អញ្ចឹងអាហ្នឹងវាធ្វើការ remove អ្វីទាំងអស់ដែលនៅក្នុង folder ហ្នឹងអញ្ចឹងយើងដាក់ទៅ comment rm ហើយយើងដាក់ .or មកហើយយើងដាក់ឈ្មោះ folder របស់យើងមកវា remove ទៅអស់ហើយcomment បន្ទាប់ទៀតដែលយើងត្រូវទៅសេគឺ comment who am I ចឹង comment ចង់ដឹងថា user ហ្នឹងឈ្មោះអីចឹងយើងដាក់ who am I មកដូចរបស់ខ្ញុំឈ្មោះ soya ហើយបន្ទាប់មកទៀត comment ដែលយើងត្រូវធ្វើគឺ host name អញ្ចឹងយើងទៅសេ comment host name មកតើបើចុច enter មកយើងឃើញមកខ្ញុំមាន pop os តែស្អីខ្ញុំធ្វើនៅលើ pop អញ្ចឹងcomment បន្តមកទៀតគឺ comment dfa សម្រាប់ show this ទៅពីបានប៉ុណ្ណឹងគឺយើងចាប់ផ្ដើម comment free.x សម្រាប់ show នៅ memory របស់យើងចុច enter មកយើងឃើញប៉ុណ្ណឹងហើយតមកទៀត comment ដែលយើងត្រូវធ្វើទៀតគឺ comment top ហ្នឹងពេលវារ៉ាន់ណាយើងអាចចុចផ្ដាច់វាបាននៅ control set ក៏បានដែរបន្ទាប់ពី comment top ហើយយើងប្រើ ping ម្ដងនេះបើខ្ញុំអត់ស្គាល់អញ្ចឹងខ្ញុំធ្វើការ comment IP ADDR ម្ដងអញ្ចឹងយើងបន្ទាប់ពីបាន IP ហើយយើងចាប់ផ្ដើមធ្វើការ update sudo update ម្ដងអញ្ចឹងយើង comment sudo apt update ហើយគេបន្ទាប់ពីយើងធ្វើការ update ហើយកន្លែងហ្នឹងយើងចាំឲ្យវា load ដល់ពេញទៅអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណលោកគ្រូក៏ដូចជាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូខ្លីហ្នឹង